បើថ្ងៃណាមួយអ្នកជិះទូកតែម្នាក់ឯងចូលទៅកាន់កោះមួយដែលពោរពេញទៅដោយតុក្កតារាប់ពាន់ហើយភ្នែករបស់វាទាំងអស់ហាក់បីដូចជាកំពុងសម្លឹងមើលអ្នកតើអ្នកហ៊ានបន្តដំណើរទៅមុខទៀតទេនៅភាគខាងត្បូងនៃទីក្រុងមិចស៊ីកូប្រទេសមិចស៊ិកមានបណ្ដាញប្រឡាយទឹកបុរាណមួយឈ្មោះថា Susimico ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅកណ្ដាលប្រឡាយទឹកដ៏ស្ងប់ស្ងាត់នោះមានកោះតូចមួយដែលមនុស្សជុំវិញពិភពលោកបានស្គាល់ថា Island of the Doll ពេលថ្ងៃកោះនេះមើលទៅចម្លែកបន្តិចប៉ុន្តែនៅពេលព្រះអាទិត្យលិចអ្វីៗបានប្រែប្រួលទាំងស្រុងពេលទូករុញកាន់តែគៀកអ្នកនឹងឃើញតុក្កតាចាស់ៗរាប់រយរាប់ពាន់ព្យួរពេញដើមឈើខ្លះគ្មានភ្នែកខ្លះគ្មានដៃខ្លះបាត់ក្បាលខ្លះទៀតមានតែភ្នែកមុខតែរលួយដោយភ្លៀងនិងពន្លឺព្រះអាទិត្យអស់ជាច្រើនទសវត្សរ៍ពេលខ្យល់បក់តុក្កតាទាំងនោះញ័រយឺតប៉ះគ្នាបង្កើតជាសំឡេងហាក់បីដូចជាកូនក្មេងកំពុងតែខ្សឹបខ្សៀវដាក់ត្រចៀករបស់អ្នកភាពស្ងប់ស្ងាត់នៅទីនេះធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនមែននៅទីនេះតែម្នាក់ឯងនោះទេរឿងនេះចាប់ផ្ដើមនៅសតវត្សឆ្នាំ1950បុរសម្នាក់ឈ្មោះថា Dol Julian Santa Barrera បានធ្លាប់រស់នៅលើកោះនេះតែម្នាក់ឯងតាមរឿងព្រេងនៅក្នុងតំបន់គេបានឃើញថាសាកសពក្មេងស្រីម្នាក់បានលង់ទឹកស្លាប់នៅប្រឡាយក្បែរកោះមិនយូរប៉ុន្មានគាត់ក៏បានឃើញតុក្កតាមួយអណ្ដែតនៅលើផ្ទៃទឹកគាត់ជឿថាតុក្កតានេះជាក្មេងស្រីដែលបានស្លាប់ដូច្នេះគាត់បានយកវាទៅព្យួរលើដើមឈើដើម្បីឧទ្ទិសនិងសុំឲ្យវិញ្ញាណរបស់នាងឈប់មករំខានប៉ុន្តែអ្វីៗមិនបានបញ្ចប់នៅត្រឹមនោះទេ Don Julian បាននិយាយថារាល់យប់គាត់តែងតែឮសំឡេងខ្សឹបខ្សៀវចេញពីក្នុងទីងងឹតពេលខ្លះគាត់ឮសំឡេងហាក់បីដូចជាក្មេងស្រីកំពុងតែយំពេលខ្លះទៀតគាត់មានអារម្មណ៍ថាមាននរណាម្នាក់ឈរនៅពីក្រោយខ្នងរបស់គាត់នៅពេលដែលគាត់ងាកទៅមើលគ្មានអ្នកណាម្នាក់នៅទីនោះនោះទេដោយសារតែភាពភ័យខ្លាចគាត់ចាប់ផ្ដើមប្រមូលតុក្កតាចាស់ៗពីទីកន្លែងផ្សេងៗយកមកព្យួរពេញកោះដោយជឿថាវាអាចបន្ធូរវិញ្ញាណឬការពារពីអ្វីម្យ៉ាងដែលគាត់មិនអាចពន្យល់បានអស់រយៈពេលជាង50ឆ្នាំកោះទាំងមូលត្រូវបានគ្របដណ្ដប់ទៅដោយតុក្កតារាប់ពាន់សពថ្ងៃតុក្កតាជាច្រើនមានអាយុរាប់សិបឆ្នាំភ្នែករបស់វារលួយសក់ជ្រុះពណ៌ស្បែកប្រែខ្មៅនិងបាក់ដៃបាក់ជើងដោយសារតែអាកាសធាតុនេះជាមូលហេតុដែលមើលទៅគួរឲ្យព្រឺព្រួចនិងគួរឲ្យខ្លាចនៅក្នុងឆ្នាំ2001ដូជូលៀនត្រូវបានឃើញស្លាប់លង់ទឹកនៅកន្លែងដដែលដែលគាត់ធ្លាប់អះអាងថាបានឃើញសាកសពក្មេងស្រីការស្លាប់របស់គាត់ធ្វើឲ្យរឿងព្រេងអំពីកោះកាន់តែល្បីល្បាញហើយអ្នកទេសចរជាច្រើនបានធ្វើដំណើរមកដើម្បីមកមើលដោយផ្ទាល់អ្នកខ្លះនិយាយថាពេលដើរកាត់តុក្កតាទាំងនោះពួកគេមានអារម្មណ៍ថាភ្នែករបស់ពួកវាកំពុងតែសម្លឹងតាមអ្នកខ្លះទៀតនិយាយថាពេលខ្យល់ស្ងប់ស្ងាត់ពួកគេឮសំឡេងដូចជាកូនក្មេងកំពុងតែខ្សឹបខ្សួលពេលខ្លះពួកគេឮសំឡេងដូចជាក្មេងកំពុងតែខ្សឹបខ្សួលនិងនិយាយអំពីអ្វីមួយដែលពួកគេមិនអាចយល់ដឹងបានទោះជាយ៉ាងណាការអះអាងទាំងនេះវាគ្រាន់តែជារឿងព្រេងនិងការនិយាយតគ្នានោះទេប៉ុន្តែសំណួរនៅតែគ្មានចម្លើយហេតុអ្វីបានជាបរិសម្នាក់ចំណាយពេលពេញមួយជីវិតព្យួរតុក្កតារាប់ពាន់ជុំវិញខ្លួនហើយហេតុអ្វីបានគាត់ស្លាប់នៅកន្លែងដែលជារឿងព្រេងនិយាយថាក្មេងស្រីបានបាត់បង់ជីវិតប្រសិនបើអ្នកជិះទូកត្រូវឆ្លងកាត់កោះនេះនៅពេលយប់តើអ្នកហ៊ានទៅដើរលេងតែម្នាក់ឯងដែរឬទេ